ជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីចាប់ក្រហម Podcast Episode ទី2រដូវកាលទី1របស់យើងមែនតើបងប្អូនប្រហែលជាបានស្ដាប់នៅ Episode ទី1ដែលមានវត្តមានរបស់ Wickman របស់យើងចូលរួមហើយឃើញបងប្អូនគាំទ្រច្រើនមែនតើសម្រាប់ Episode ទី1ហើយនៅក្នុង Episode ទី2នេះយើងក៏នៅតែបន្តជជែករឿង business ដដែលប៉ុន្តែថ្ងៃនេះខ្ញុំហ៊ាននិយាយថាWickman របស់យើងគឺពិសេសយល់តែមែនតើណាអញ្ចឹងបងប្អូនទាំងអស់គ្នាគាត់គឺជានិមិត្តរូបនៃការខិតខំប្រឹងប្រែងមួយគាត់គឺជានិមិត្តរូបនៃនារីមួយដែលឈ្មោះឈ្មោលច្រើនមែនតើនៅក្នុងវិស័យមួយនៅក្នុងប្រទេសរបស់យើងហើយគាត់មានការរួមចំណែកធំមែនតើនៅក្នុងការបង្កើតផលិតផលមួយដែលតំណាងឲ្យជាតិសាសន៍របស់យើងមែនទេខ្ញុំសប្បាយចិត្តនឹងបានជួបបងនៅក្នុងថ្ងៃនេះអញ្ចឹងយើងមកដឹងទាំងអស់គ្នាថាតើគាត់កំពុងធ្វើអីខ្លះហើយគាត់កំពុងតែប្រឈមជាមួយរឿងអីខ្លះដែលគាត់កំពុងតែធ្វើយើងមកស្ដាប់យោបល់ពីគាត់ទាំងអស់គ្នាជម្រាបសួរបងចាជម្រាបសួរស្វាគមន៍មកកាន់ជំរុំរបស់ចាប់ក្រហមមែនតើឃើញបងចូលរួមមួយកម្មវិធីច្រើនប៉ុន្តែសម្រាប់ចាប់ក្រហមប្រហែលជាមិនសូវឃើញបងទេចាអាចប្រហើបឈ្មោះបងបន្តិចមើលឲ្យបងប្អូនយើងបានស្គាល់បន្តិចបងចាជំរាបសួរនាងខ្ញុំឈ្មោះនុតសំភ័សដែលបងប្អូនមករយៈស្គាល់ខ្ញុំច្រើនតាមបណ្ដាញសង្គមដែលស្គាល់តាមរយៈការគេហៅស្ថាបនិកស្ពៃមានអ្នកខ្លះហៅរហូតដល់ចាស្ពៃអីនិយាយស្ពៃអីក៏មានដែរចាមិនរយៈចុងក្រោយនេះមិនដែរបងសុខសប្បាយទេការងារមានច្រើនទេបងចាសម្រាប់ការងារគឺមមាញឹកច្រើនជាងមុនហើយសុកទុកនោះមកទាំងព្រមចាមែនតើឃើញសកម្មភាពបងចុងក្រោយនេះគឺមមាញឹកច្រើនមែនតើជាមួយនឹងកសិករហើយក៏ឃើញមានសាប៊ូស្បៃគឺផ្ទុះមែនតើបងប្អូនទាំងអស់គ្នាដល់ថ្នាក់អ្នកខ្លះគាត់ហៅអ្នកគ្រូស្បៃបងមានអ្នកគ្រូស្បៃគឺច្រើនមែនតើមិនដែរបងឥឡូវស្ថានភាពទីផ្សារនៅអ្វីដែលបងធ្វើនេះយើងមិនដែរឡើយបងស្ថានភាពដោយសារតែយើងការខិតខំប្រឹងប្រែងរបស់យើងអត់ឈប់ឈរគឺបានប្រសើរឡើងច្រើនចាទៅលើខាងផ្នែកផលិតតែយើងនៅមានន័យថាឧបសគ្គមួយចំនួនដែរដែលតទៅនឹងរឿងការចែកចាយណាព្រោះដោយសារយើងអត់ទាន់បានចែកចាយទៅដល់គ្រប់ទីកន្លែងដែលបងប្អូនត្រូវការទេចាប៉ុន្តែអ្វីដែលជាចំណេះជំនាញរបស់បងហ្នឹងគឺបងបានប្រឹងប្រែងច្រើនតទៅនឹងការផលិតជាពិសេសហើយនឹងការអភិវឌ្ឍនៅផលិតផលថ្មីដែលចេញពីកសិផលស្ពៃហ្នឹងក៏ដូចជាកសិផលផ្សេងទៀតចាព្រោះថាបន្ទាប់ពីយើងបានឆ្នៃស្ពៃមកគឺមានបងប្អូនកសិករដែលមានបន្លែផ្លែឈើផ្សេងហ្នឹងព្យាយាមឲ្យខាងបងហ្នឹងជួយឆ្នៃដែរមានថាដើម្បីជាទីផ្សារសកួរមួយមានថាជាទីផ្សារសកួរមួយឬក៏ថាជាទីផ្សារមួយដែលអាចធ្វើឲ្យបងប្អូនមិនចោលអ្វីទាំងអស់មែនតើបងប្អូនប្រហែលជាទឹមតែស្គាល់បងសំភ័សនឹងរយៈសាប៊ូស្បៃនេះទេប៉ុន្តែបើខ្ញុំចាំមិនខុសទេសាប៊ូអូកានេះក៏ជារបស់ខ្មែរយើងដែរហើយគឺចរាចរយូរឆ្នាំហើយមែនតើគឺដូចប្រហែលឆ្នាំហើយបងអូកាសរុបមកតថ្ងៃនេះ11ឆ្នាំហើយចាអូកាហ្នឹងពាក្យពេញដែលបងដាក់ថាអក្សរកាត់ OK ហ្នឹងពាក្យពេញមកពី original Khmer ability មានថាអ្វីដែលបងដាក់ឈ្មោះហ្នឹងគឺសំដៅទៅលើសមត្ថភាពខ្មែររបស់យើងចាមានថាសមត្ថភាពខ្មែរពិតអញ្ចឹងបងអត់ចង់ឲ្យមិនមែនថាការរើសអើងជាតិសាសន៍ទេតែដោយសារតែបងចង់ចូលរួមនៅក្នុងការបំផុសគំនិតឬក៏ថាបំផុសនៅការគ្រប់គ្រងផលិតផលក្នុងស្រុកយើងពេលដែលយើងមិនចេះយើងអាចទៅរៀនពីបរទេសដូចគ្នានឹងសូម្បីតែបងក៏បងរៀននៅបរទេសដែរអញ្ចឹងមានថាប៉ុន្តែយើងជាអ្នករៀននេះយើងខួរក្បាលខ្មែរយើងជាបុគ្គលដែលថាជាកូនខ្មែរតែពេលដែលយើងទៅរៀនចំណេះនេះក៏ជាចំណេះរបស់ខ្មែរដែរចាអញ្ចឹងហើយបងតាំងចិត្តថាអ្វីៗគ្រប់យ៉ាងបងចង់ឲ្យជាតំណាងរបស់ខ្មែរអញ្ចឹងរាល់ការខិតខំរបស់បងទាំងអស់គឺជាតំណាងរបស់យើងទាំងអស់គ្នា